នេះមកបរៀនបងប្អូនស្លៀកក្បិនម្ដងដោយសារចិត្តដល់ថ្ងៃសង្ក្រាន្តហើយបងប្អូនហើយណាមួយបងប្អូនសិនមានបងប្អូនស្រីម្នាក់គាត់សួរខ្ញុំមានវីដេអូស្លៀកក្បិនអត់គាត់ចង់ទិញទៅស្លៀកអញ្ចឹងណាគាត់ថាគាត់អត់ចេះស្លៀកអញ្ចឹងទៅហើយខ្ញុំអត់មានវីដេអូថ្ងៃណាចេញវីដេអូស្លៀកក្បិនម្ដងស្លៀកក្បិននេះយើងមូខ្លួនឯងដោយសារពេលខ្លះយើងនៅម្នាក់ឯងអញ្ចឹងអត់មានអ្នកមូឲ្យយើងអាចមូខ្លួនឯងបានដែរបងប្អូនធ្វើតាមរបៀបខ្ញុំបង្ហាញហ្នឹងណាដំបូងយើងចាប់ក្បិនយើងចូលចំប្រឡោះកតាក្បិនហើយចាប់បន្ទួយក្បិនឲ្យស្មើហើយយកប្រវែងដែលខ្ញុំបង្ហាញមិញហ្នឹងហើយបែងចែកជាពីរហើយបងប្អូនមូដូចយើងញុកសរងមូវាពីរតង់ណាហើយយើងញុកចូលមកហើយបន្ទាប់មកយើងចាប់ចុងសងខាងស្មើគ្នាហើយយើងបត់បន្តិចទៅយើងបត់ហើយយើងមូតែម្ដងមូនឹងអត់មូមកលើឯងបងប្អូនយើងច្បូតទៅក្រោមរហូតច្បូតបានពាក់កណ្ដាលធ្វើដូចខ្ញុំនិយាយទៅខ្ញុំអត់សូវប្រកែបញ្យល់ទេបងប្អូនមើលវីដេអូហ្នឹងទៅខ្ញុំអត់ដឹងថាបងប្អូនចេះប៉ុណ្ណាសម្រាប់ការមូក្បិនហ្នឹងតែមូពេលយើងមូបានប៉ុណ្ណឹងហើយយើងញុកសិនមកបងប្អូនមានខ្សែក្រវ៉ាត់បងប្អូនដាក់ខ្សែក្រវ៉ាត់ទៅដល់ត្រឹមហ្នឹងហើយដាក់ខ្សែក្រវ៉ាត់ទៅសម្រាប់ខ្ញុំអត់មានខ្សែក្រវ៉ាត់ទេកន្លែងរបស់ខ្ញុំក៏ឲ្យដាក់ខ្សែអញ្ចឹងទៅខ្ញុំចងខ្សែប៉ុន្តែបើបងប្អូនមានខ្សែក្រវ៉ាត់ក៏ដាក់ខ្សែក្រវ៉ាត់ទៅសម្រាប់អ្នកខ្លះគាត់ចងខ្សែហើយមិនគាត់ដាក់ខ្សែក្រវ៉ាត់អញ្ចឹងណាហើយយើងយកអាកតុយក្បិនហ្នឹងយើងយកមូពីរតង់ហើយយើងញុកចូលខាងក្នុងម្ដងទៀតទៅក៏បានដែរហើយបើសិនជាខ្លាចមិនជាប់ទេដាក់មកជុលខ្ទាស់តិចទៅអាកតុយក្បិនហ្នឹងតែប៉ុណ្ណឹងជាការស្រេចឲ្យបងអូនអត់មានអីពិបាកទេប៉ុន្តែបើសិនជាមើលអត់នេះទេខាចុះខាឡើងមើលសាក់ដើមទៅណាខ្ញុំជឿជាក់ថារៀនដំបូងភាគច្រើនគឺអត់ដឹងទេចង់ថាស្លៀកអត់ស្អាតអីចឹងណាប៉ុន្តែបន្ទាប់ពីយូរទៅយើងនឹងអាចស្លៀកបានហើយអរគុណ